សាក់ស្រមៃមើលសัตว์មួយប្រភេទដែលមិនចាំបាច់មានចង្កុំមុតស្រួចមិនចាំបាច់មានក្រញាំធំប៉ុន្តែវាអាចសម្លាប់សត្រូវឬសត្វរំពាបានក្នុងពេលត្រឹមតែមួយប្រព្រឹត្តភ្នែកតែគ្រាន់តែបញ្ចេញចរន្តអគ្គិសនីវាគឺជាសត្វមួយក្នុងចំណោមសត្វដ៏គ្រោះថ្នាក់និងអស្ចារ្យបំផុតនៅលើផែនដីវាមានអាវុធមួយដែលសូម្បីតែសត្វក្រពើឬមនុស្សក៏អាចដួលសន្លប់បានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីតែប៉ុណ្ណោះអាវុធនោះមិនមែនជាធ្មេញមិនមែនជាពឹសប៉ុន្តែជាអគ្គិសនីតើធម្មជាតិអាចបង្កើតសត្វដែលមានថាមពលអគ្គិសនីដូចជាថ្មអគុយរស់បានដោយរបៀបណាហើយតើហេតុអ្វីបានជាសត្វមួយប្រភេទនេះត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុកថាជាអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈដ៏អស្ចារ្យបំផុតនៃការវិវត្តថ្ងៃនេះយើងនឹងធ្វើដំណើរចូលទៅក្នុងពិភពដ៏ងងឹតនៃអន្ទង់អគ្គិសនីសត្វដែលបង្ហាញថាអំណាចមិនចាំបាច់មានទំហំធំឡើយយើងទាំងអស់គ្នាស្គាល់វាថាជាអន្ទង់អគ្គិសនីប៉ុន្តែជាដំបូងអ្នកត្រូវដឹងថាប៉ុន្តែការពិតដំបូងដែលអ្នកត្រូវដឹងនោះគឺវាមិនមែនជាសត្វអន្ទង់ទេតាមពិតទៅវាគឺជាអំបូរត្រីទឹកសាបម្យ៉ាងដែលរស់នៅក្នុងទន្លេ Amazon ថ្ងៃនេះយើងនឹងស្វែងយល់ថាតើសត្វនេះមានភ្លើងអគ្គិសនីមកពីណាតើវាឆក់មនុស្សឲ្យស្លាប់បានដែរឬទេនិងពីរបៀបដែលសត្វនេះបានជួយផ្លាស់ប្ដូរប្រវត្តិសាស្ត្រមនុស្សជាតិតើវាយកចរន្តអគ្គិសនីមកពីណាចម្លើយគឺស្ថិតនៅក្នុងរាងកាយដ៏វែងរបស់វា 80% នៃរាងកាយរបស់អន្ទង់អគ្គិសនីត្រូវបានបង្កើតឡើងដោយកោសិកាពិសេសម្យ៉ាងហៅថា electrocytes កោសិកាអគ្គិសនីរាងកាយរបស់វាប្រៀបបានដូចជាថ្មពិលដ៏ធំមួយវាមានកោសិកាអគ្គិសនីរាប់ពាន់តម្រៀបគ្នាជាជួរដូចទៅនឹងការតថ្មពិលតគ្នាដែរនៅពេលវាចង់បញ្ចេញចរន្តអគ្គិសនីខួរក្បាលរបស់វានឹងបញ្ជូនសញ្ញាទៅកាន់កោសិកាទាំងនោះឲ្យបញ្ចេញចរន្តអគ្គិសនីក្នុងពេលតែមួយដំណើរគ្នាអ្នកវិទ្យាសាស្ត្រទើបតែរកឃើញអំបូរថ្មីមួយមានឈ្មោះថា Electropulse Voltage ដែលអាចបញ្ចេញកម្លាំងឆក់ដល់ទៅ860 វ៉ុលកម្លាំងនេះគឺខ្លាំងជាងភ្លើងរត់ដែលយើងប្រើប្រាស់ក្នុងផ្ទះសពថ្ងៃ220 វ៉ុលជិត4ដងឯណោះអន្ទង់អគ្គិសនីមិនប្រើភ្លើងនេះដើម្បីចម្អិនអាហាររបស់វាទេតែវាប្រើជាអាវុធដ៏ឆ្លាតវៃបំផុតនៅពេលដែលវាឃើញសត្វដែលជាចំណីវាបញ្ចេញចរន្តអគ្គិសនីតែកន្លះវិនាទីតែប៉ុណ្ណោះចរន្តនេះចម្លងកាត់ទឹកចូលទៅគ្រប់ប្រព័ន្ធសរសៃប្រសាទរបស់សត្វរំពាដោយផ្ទាល់ដែលធ្វើឲ្យសាច់ដុំរបស់ត្រីនោះកន្ត្រាក់យ៉ាងខ្លាំងនិងទាំងស្ដុកវាប្រៀបបានដូចជាអន្ទង់អគ្គិសនីមានតេឡេបញ្ជាពីចម្ងាយអាចបង្ខំឲ្យចំណីរបស់វាមិនអាចកម្រើកបានបន្ទាប់មកវាគ្រាន់តែហែលទៅលេបត្រីនោះយ៉ាងរំភើយក្រៅពីប្រមាញ់វាប្រើចរន្តអគ្គិសនីនេះដើម្បីការពារខ្លួនសត្វធំៗដូចជាក្រពើ Amazon ក៏ខ្លាចសត្វនេះដែរចំណុចពិសេសនៅពេលដែលទឹកស្រកឬមានសត្រូវចូលមកជិតអន្ទង់អគ្គិសនីអាចប្រើក្បាច់ពិសេសគឺការលោតបញ្ចេញខ្លួនទៅលើទឹករួចយកចង្ការទៅផ្អឹបនឹងខ្លួនរបស់សត្រូវដើម្បីបញ្ចេញកម្លាំងឆក់ទាល់ឲ្យកាន់តែខ្លាំងកម្លាំងនេះអាចធ្វើឲ្យសត្វធំរហូតដល់សេះក្រពើស្ពកកាំងនិងដួលសន្លប់ទន្លេ Amazon គឺពោពេញទៅដោយភក់ល្បាប់ធ្វើឲ្យភ្នែករបស់វាស្ទើរតែមើលមិនឃើញអ្វីទាំងអស់ប៉ុន្តែវាមិនដែលខ្វល់ទេវាប្រើចរន្តអគ្គិសនីកម្រិតទាបប្រហែល10 វ៉ុលបញ្ចេញជាប្រចាំដើម្បីធ្វើជា radar electrolocation សម្រាប់ស្ទាបស្ទង់បរិស្ថានជុំវិញនិងទំនាក់ទំនងជាមួយអន្ទង់អគ្គិសនីដទៃទៀតដើម្បីរកគូតើវាអាចសម្លាប់មនុស្សបានដែរឬទេចម្លើយគឺបានទោះបីជាកម្រក៏ដោយការឆក់របស់វាមិនអាចធ្វើឲ្យបេះដូងរបស់មនុស្សឈប់លោតភ្លាមទេប៉ុន្តែវាធ្វើឲ្យសាច់ដុំយើងកាំងមិនអាចហែលទឹកបាននិងអាចលង់ទឹកស្លាប់ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថាសត្វនេះគឺជាវីរបុរសនៃបច្ចេកវិទ្យានៅឆ្នាំ1800អ្នកវិទ្យាសាស្ត្រឈ្មោះថា Alessandro Volta បានយកគំរូនៃការទម្រាបកោសិកាអគ្គិសនីរបស់សត្វនេះដើម្បីបង្កើតជាថ្មពិលលើកដំបូងក្នុងប្រវត្តិសាស្ត្របើគ្មានអន្ទង់អគ្គិសនីទេយើងប្រហែលជាគ្មានថ្មពិលនិងទូរស័ព្ទប្រើប្រាស់នៅសប្តាហ៍នេះឡើយសរុបមកអន្ទង់អគ្គិសនីគឺជាអច្ឆរិយភាពពិតប្រាកដនៃធម្មជាតិដែលបង្ហាញពីការវិវត្តដ៏អស្ចារ្យដើម្បីរស់រានមានជីវិតនៅក្នុងបរិស្ថានដ៏លំបាក